អបអរឆ្នាំថ្មីសេវា 5G នឹងដំណើរការចាប់ពីថ្ងៃទី1ខែមករាឆ្នាំ2026នេះហើយក្រសួងប្រៃសណីនិងទូរគមនាគមន៍បានប្រកាសជាផ្លូវការដាក់ឲ្យដំណើរការប្រតិបត្តិការសេវាទូរស័ព្ទចល័តចំនួនទី5ឬសេវា 5G នៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីខែមករាឆ្នាំ2026នេះតទៅក្នុងន័យនេះក្រសួងបានសហការជាមួយនឹងគ្រប់ប្រតិបត្តិការទូរស័ព្ទចល័តធំៗទាំង3គឺក្រុមហ៊ុន Cellcard ក្រុមហ៊ុន Midphone និងក្រុមហ៊ុន Smart ជំរុញការសាងសង់ស្ថានីយ៍អង់តែនទូរគមនាគមន៍និងបំពាក់ឧបករណ៍ផ្ដល់សេវា 5G នៅតាមទីតាំងដូចមានផែនទីលម្អិតក្នុងឧបសម្ព័ន្ធភ្ជាប់ជូនស្របពេលនឹងការអបអរសាទរការឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មីឆ្នាំសកលនេះអ្នកប្រើប្រាស់សេវារបស់ប្រតិបត្តិការទូរស័ព្ទចល័តទាំង3ខាងលើអាចនឹងចាប់ផ្ដើមប្រើប្រាស់សេវា 5G បានចាប់ពីម៉ោង 00:01 នាទីថ្ងៃទី1ខែមករាឆ្នាំ2026នេះតទៅនៅតាមទីតាំងដោយបានជម្រាបជូនខាងលើដែលនៅដំណាក់កាលដំបូងគឺនៅរាជធានីភ្នំពេញនិងតំបន់សំខាន់ៗមួយចំនួនក្នុងខេត្តសៀមរាបខេត្តកណ្ដាលខេត្តស្វាយរៀងខេត្តកំពង់ស្ពឺខេត្តតាកែវខេត្តកំពង់ចាមខេត្តកំពង់ធំខេត្តព្រៃវែងខេត្តក្រចេះខេត្តកំពង់ឆ្នាំងខេត្តពោធិ៍សាត់ខេត្តព្រះសីហនុខេត្តស្ទឹងត្រែងនិងខេត្តកំពតជាជំហានបន្តទៀតវិសាលភាពគ្របដណ្ដប់នៃសេវា 5G និងពង្រីកឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់គ្រប់បណ្ដាខេត្តផ្សេងទៀតនៅទូទាំងប្រទេសសេវា 5G នឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញបរិវត្ត Digital ក្នុងសេដ្ឋកិច្ចនិងសង្គមនិងស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គម Digital កម្ពុជាឆ្នាំ2021-2035និងគោលនយោបាយរដ្ឋាភិបាល Digital កម្ពុជាឆ្នាំ2022-2035តាមរយៈការផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដូចជាសេវាអ៊ីនធឺណិតមានល្បឿនលឿនជាងសេវា 4G ការតភ្ជាប់ឧបករណ៍ជាច្រើនក្នុងពេលតែមួយរយៈពេលនៃការឆ្លើយតបមានកម្រិតទាបនិងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ Digital ជាដើមសេវា 5G មិនមែនមានត្រឹមតែអ៊ីនធឺណិតល្បឿនលឿនតែប៉ុណ្ណោះទេប៉ុន្តែសេវានេះនឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធ Digital សម្រាប់អនាគត Digital នវានុវត្តន៍និងកាលានុវត្តភាពថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជា